នៅក្នុងក្រុម Messenger បើសិនជាមានសមាជិកណាម្នាក់ដែលធ្វើឲ្យយើងមិនពេញចិត្តយើងប្រកាសជាចង់ដកម្នាក់នោះចេញពីក្នុងក្រុមហើយមែនអត់ប៉ុន្តែបើសិនជាយើងអត់ចេះអត់ដឹងពីរបៀបនៅក្នុងការដកតើគេត្រូវធ្វើម៉េចមកថ្ងៃនេះមកដឹងពីរបៀបដកសមាជិកនៅក្នុងក្រុមជាមួយខ្ញុំទាំងអស់គ្នាបាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS វីដេអូនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីគន្លឹះខ្លីមួយទាក់ទងទៅនឹងរបៀបដកសមាជិកនៅក្នុងក្រុម Chat Messenger របស់យើងប៉ុន្តែលុះត្រាតែបងប្អូនគឺជាអ្នកបង្កើតក្រុម Chat នឹងផ្ទាល់បាទបើសិនជាបងប្អូនមិនមែនជាម្ចាស់ក្រុមនឹងទេបងប្អូនអាចដកនរណាគេម្នាក់បានទេលុះត្រាណាតែបងប្អូនទទួលបានការអនុញ្ញាតពីម្ចាស់ក្រុមនឹងអាចយើងធ្វើជា admin នៅក្នុងក្រុមនឹងដែរបានយើងអាចដកសមាជិកណាម្នាក់ដែលយើងអត់ចង់ឲ្យនៅក្នុងក្រុមហ្នឹងណាបាទប៉ុន្តែបើសិនជាយើងមិនជា admin ទេអាហ្នឹងយើងគ្រាន់តែអាច block ម្នាក់នឹងចោលតែប៉ុណ្្នឹងទេបាទយើងអាចដកគេចេញពីក្នុងក្រុមនឹងបានទេខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងអញ្ចឹងសម្រាប់អ្នកដែលជាម្ចាស់ក្រុមផ្ទាល់តោះយើងទៅដឹងពីរបៀបដកសមាជិកទាំងអស់គ្នាអញ្ចឹងយើងចុចបើក Chat Messenger របស់យើងបាទបន្ទាប់មកជ្រើសរើសក្រុមរបស់យើងហើយយើងចុចកន្លែងឈ្មោះឬក៏ profile នៃក្រុម Messenger របស់យើងមកបាទបន្ទាប់មកទៀតបងប្អូនអូសចូលមកក្រោមបាទបងប្អូនរកមើលពាក្យថា See Chat Member បាទឬក៏ភាសាខ្មែរគេអាចនឹងដាក់ថាមើលសមាជិកបាទយើងចុចកន្លែងមើលសមាជិកឬក៏ See Chat Member អូខេអញ្ចឹងមកដល់ត្រង់ចំណុចនេះយើងជ្រើសរើសនរណាម្នាក់ដែលយើងចង់ដកមកអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដកម្នាក់ឈ្មោះយាយស្វិតនេះចេញខ្ញុំគ្រាន់តែចុចទៅលើឈ្មោះម្នាក់ហ្នឹងទៅបាទចុចnhậpបកទៅគឺវាចេញឲ្យខ្ញុំដកឯងបាទឃើញទេបាទនេះកន្លែងដកអញ្ចឹងបើយើងចង់ដកគេចេញពីក្រុមយើងចុច remove from ក្រុមនេះមកបាទចុចបកបាត់ឈឹងបាទឃើញទេអូខេអញ្ចឹងបើយើងចង់ដកតែមួយនឹងទេដកតែមួយនឹងហើយគឺយើងចេញពីកន្លែងសមាជិកនឹងមកហើយបើសិនជាយើងចង់ដកថែមទៀតធ្វើដដែលមកបាទចុចកន្លែងឈ្មោះគេហើយយើងចុច remove from ក្រុមមកឥឡូវខ្ញុំធ្វើម្ដងទៀតអូខេឧទាហរណ៍ខ្ញុំចង់ដកម្នាក់នេះចេញបាទខ្ញុំគ្រាន់តែចុចទៅលើម្នាក់នឹងឈ្មោះម្នាក់នឹងបកហើយចុច remove from group បាទឬក៏ភាសាខ្មែរគេដាក់ថាដកចេញពីក្រុមអីចឹងណាបាទឆ្នាំតែអក្សរពណ៌ក្រហមរៀងវែងជាងគេហ្នឹងបាទសម្រាប់ iPhone វាបង្ហាញជាពណ៌ក្រហមតែបើសម្រាប់ Android វាអាចចេញពណ៌ខ្មៅអីចឹងណាបាទវាខុសគ្នាតិចតួចអូខេចុច remove from group មកជាការស្រេចបាទឃើញទេបាទហើយអូខេអញ្ចឹងគន្លឹះតកតងទៅនឹងរបៀបដកសមាជិកនៅក្នុងក្រុម Chat Messenger របស់យើងគឺមានប៉ុណ្ណឹងទេបាទឥឡូវចុចថយអូខេបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូឬក៏ឆាតមកខ្ញុំផ្ទាល់បានអរគុណ